យូរបានស្លកូនញ៉ាំម្ដងនិយាយថាឆ្ងាញ់នោះឆ្ងាញ់ហើយបងប្អូនអរគ្នាតែថ្ងៃនេះទៅរកបន្លែអត់បានគ្រប់មុខទេដោយសារអត់បានទៅផ្សារអញ្ចឹងទិញបន្លែនៅតាមអតិគេជីមកដល់មុខផ្ទះហ្មងហើយបន្លែមានប៉ុណ្ណាដាក់ប៉ុណ្ណឹងណាបងប្អូនហើយថ្ងៃហ្នឹងខ្ញុំស្លកូជាមួយនឹងសាច់ជ្រូក3ជាន់ហើយយើងអត់មានដាក់ត្រីទេដោយសារតាមប្រទេសហ្នឹងក៏អត់មានត្រីស្រែទៀតអញ្ចឹងខ្ញុំខ្ជិលទិញអាត្រីគេចិញ្ចឹមមកអញ្ចឹងយើងដាក់តាមានប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងតែហ្មងទៅដោយសារតែថ្ងៃហ្នឹងមេឃវារៀងរលឹមចង់រោភ្លៀងដែរបងប្អូនអើយចង់ភ្លៀងមកទាំងព្រឹកហ្មងនៅប៉ោយប៉ែតចុះខាងបងប្អូនវិញមានភ្លៀងអត់បងប្អូនចាហើយនេះបន្ទាប់ពីយើងលាងបន្លែលាងអីរួចរាល់ហើយយើងចាប់ផ្ដើមមកបុកគ្រឿងមានពលក្រៃម្ដេចល្ក្រូចហើយខ្ញុំដាក់ម្ទេសមួយគ្រាប់ដាក់ខ្ទឹមសអញ្ចឹងដើម្បីវាឈ្ងុយហើយយើងចាប់ផ្ដើមមកដាក់រំលីងជាមួយសាច់ជ្រូកឲ្យវារៀងចេញខ្លាញ់តិចហើយបន្ទាប់មកទៀតខ្ញុំបានកូរជាមួយនឹងប្រហុកយើងបន្តិចផងដែរឲ្យវាឡើងឈ្ងុយហើយបានយើងដុសគ្រឿងដែលយើងបានបុកហ្នឹងដាក់ចូលទៅតាមក្រោយចាយើងរំលីងវារៀងឈ្ងុយអញ្ចឹងមកបងប្អូនអរគ្នាបន្ទាប់មកទៀតបានយើងដាក់ទឹកចូលទៅបន្តិចដើម្បីឲ្យសាច់ជ្រូកយើងហ្នឹងវាឆ្អិនល្អបន្ទាប់ពីហ្នឹងមកយើងគ្របវាទុកមកសន្ទុះសិនមកបងប្អូនចាឲ្យតាមយើងដាក់ជាមួយនឹងបន្លែណាដែលរឹងដាក់ទៅមុនមានលពៅហើយមានល្ហុងមានត្រប់ស្រួយមានសណ្តែកគួរអីហ្នឹងឯងបងប្អូនអរគ្នាគ្រឿងសណ្តែកកូរអញ្ចឹងណានិយាយទៅមុខម្ហូបសណ្តែកកូរនេះគឺអត់មានរើសបន្លែអីទេបងប្អូនចាបន្លែគឺដាក់បានច្រើនមុខមែនទែនឲ្យតែយើងចូលចិត្តអញ្ចឹងណាជាពិសេសគឺបន្លែស្លឹកខៀវនឹងឯងបន្ទាប់ពីខ្ញុំដាក់កូរបន្លែរៀងឡើងឆ្អិនតិចហើយខ្ញុំបន្ថែមទឹកចូលទៅតែម្ដងបងប្អូនហើយថ្ងៃនេះស្លជាមួយសាច់ជ្រូក3ជាន់តែពេលយើងរំលីងទៅវារៀងឡើងខ្លាញ់មកបន្តិចហើយបន្ទាប់ពីខ្ញុំដាក់ទឹកហើយវាពុះអញ្ចឹងទៅយើងដុសពុះចេញមកដើម្បីទឹកសណ្តែករបស់យើងថ្លាល្អបន្ទាប់ពីហ្នឹងបន្លែយើងរៀងឆ្អិនហើយខ្ញុំបន្ថែមជាមួយនឹងនេះចូលទៅតាមក្រោយតែម្ដងបងប្អូនអង្ករលីងបន្ទាប់ពីដាក់អង្ករលីងឲ្យរៀងឡើងឈ្ងុយរីកបន្តិចហើយយើងដាក់បន្លែខៀវចូលទៅបងប្អូនអរគ្នានិយាយទៅយើងកូរដាក់តែមួយពុះទេគឺបលត់តែម្ដងអត់យកឲ្យលួយពេកទេបន្ទាប់ពីហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងជីនឹងវងបងប្អូនចាយើងដាក់ចូលទៅតាមក្រោយដើម្បីឲ្យក្លិនកាន់តែឈ្ងុយហើយចំពោះរសជាតិវិញយើងដាក់មកល្មមដែលយើងចូលចិត្តញ៉ាំបងប្អូនចាហើយមានញិចម្ទេសហិលអញ្ចឹងគឺឆ្ងាញ់មែនទែនបងប្អូនអរគ្នាបានញ៉ាំក្តៅជាពិសេសបើសិនជាយើងបានលាយទឹកត្រីញិចម្ទេសទៀតណាគឺដឹងឲ្យជាតិហ្មងបងប្អូនចាហើយតែប៉ុណ្្នឹងគឺយើងបន្ថែមជាមួយនឹងជីនឹងវងចូលទៅតាមក្រោយទៅគឺឆ្អិនហើយបលុតនេះយើងអាចដួសមកញ៉ាំបានហើយសណ្តែកកូររបស់យើងមានអីស្លយូរទេបងប្អូនអរគ្នាស្លផ្លេតហ្នឹងក៏បានញ៉ាំដែរហើយបន្ទាប់មកទៀតយើងដួសបាយញ៉ាំបាយតែម្ដងទៅនិយាយទៅមុខម្ហូបមុខនេះគឺញ៉ាំក្តៅញិចម្ទេសហិលដឹងថាឆ្ងាញ់តែម្ដងបងប្អូនអរគ្នាតែថានឹកអត់ឃើញម្ហូបអីកុំភ្លេចធ្វើសណ្តែកកូរញ៉ាំទាំងអស់គ្នាណា